លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលត្រូវប្រឈមមុខនឹងការតវ៉ាយ៉ាងខ្លាំងនៅក្នុងសភាកាលពីពេលថ្មីៗកន្លងទៅលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេតានយ៉ាហ៊ូបានប្រឈមមុខនឹងការតវ៉ាយ៉ាងខ្លាំងនៅក្នុងសភាក្នុងអំឡុងពេលសភារបស់ប្រទេសអ៊ីស្រាអែលកំពុងបោះឆ្នោតលើការព្រមព្រៀងច្បាប់មួយពាក់ព័ន្ធនឹងការបង្កកចាប់ខ្លួនក្រុមអ្នកជំនឿលើសាសនាយូដាជ្រុលនិយមដែលគេចវេះពីកាតព្វកិច្ចយោធានាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកនេតានយ៉ាហ៊ូបានជួបប្រទះការតវ៉ាប្រឆាំងយ៉ាងស្រួចស្រាវអំពីសំណាក់សមាជិកសភាបកប្រឆាំងការតវ៉ានឹងស្ដីបន្ទោសអំពីបកប្រឆាំងរបស់គោលនយោបាយនៃលោកនេតានយ៉ាហ៊ូកន្លងមកធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចវិបត្តិផ្សេងៗនៅក្នុងប្រទេសអ៊ីស្រាអែលជាពិសេសទាក់ទងជាមួយនឹងបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ក្រុមសមាជិកសភាប្រឆាំងបានស្រែកឡូឡានិងបណ្ដេញរូបលោកដោយពាក្យសម្ដីធ្ងន់ធ្ងរថាគួរឲ្យអាម៉ាស់និងចេញទៅដោយសារតែបរិយាកាសកាន់តែតានតឹងលោកនេតានយ៉ាហ៊ូបានសម្រេចចិត្តចាកចេញពីរដ្ឋសភាវិញភ្លាមៗបន្ទាប់ពីមានវត្តមានត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះ